មានសួរបងប្អូនទាំងអស់គ្នាអូននិយាយទៅថ្ងៃនេះចូលរួមនៅក្នុងកម្មវិធីមង្គលការរបស់បងទៅបព្រឹកឲ្យបងជីដេវីតអត់សូវបានថតរូបច្រើនទេដោយសារតែមកបានបន្តិចហើយក៏ត្រូវទៅជួបជុំជាមួយនឹងបងប្អូនក្រុមគ្រួសារនៅខាងកំពង់សោមបងប្អូនដោយសារតែបងខ្ញុំគាត់មកលេងហើយគាត់ទៅដល់កំពង់សោមទាំងអស់គ្នាហើយនៅតែខ្ញុំមួយម៉ាក់ខ្ញុំឯងដល់ពេលអញ្ចឹងអូមានបងថ្លៃខ្ញុំក្មួយខ្ញុំដែរដល់ពេលអញ្ចឹងបញ្ញាប់ស៊ូតឆាប់ចូលរួមនៅក្នុងកម្មវិធីហើយក៏បញ្ញាប់ទៅកំពង់សោមនិយាយទៅរូបភាពខ្លះវីដេអូខ្លះប៉ុន្តែគាត់ថាអត់សូវបានច្រើនប៉ុន្តែគាត់ថាបានជួបជាមួយនឹងបងដែលជារៀមច្បងសិល្បករសិល្បករនេះជួបជាមួយនឹងអូនស្អាតខ្ជិតគួយស្រឡាញ់អូយនិយាយទៅអូយមានអារម្មណ៍ថាឆ្នាំនេះខ្លួនឯងជ្រាវជ្រួញច្រើនខ្លាំងមែនតែម្ដងឃើញហើយដូចជាអាណិតប៉ុន្តែមិនអីទេនៅតែក្នុងចិត្តយើងគិតថាយើងអាយុ18ទៅគឺយើងនៅតែស្អាតនៅតែក្មេងអូយនិយាយលេងបងប្អូនអត់ទេប៉ុន្តែមានអារម្មណ៍ថាឆ្នាំនេះយើងមុខមាត់ខ្លួនឯងផ្លាស់ប្ដូរច្រើនផ្លាស់ប្ដូរទៅជាអាក្រក់បងប្អូនអញ្ចឹងត្រូវតែថែរក្សាមុខឲ្យបានស្អាតផ្លូវចិត្តឲ្យបានល្អធ្វើអ្វីដែលខ្លួនឯងចង់ធ្វើឲ្យសុបាយចិត្តនេះឥឡូវយើងមកបានថតរូបជាមួយនឹងកូនកំឡោះកូនក្រមុំហើយចាប៉ុន្តែខ្ញុំចង់ប្រាប់បងប្អូនទាំងអស់គ្នាថាចាម៉ាក់ខ្ញុំក៏ចូលរួមដែរហើយមិនបខំមិនក៏អត់ព្រមចូលថតចាមានណាដល់ពេលជួបជាមួយនឹងវត្តមានលោកប៉ែនចម្រងណាចាអូចូលឆាតចូលថតក្រឹបបានហុកថតតែម្ដងម៉ាក់គាត់អៀនគាត់ថាអូយម្ដាយតែងខ្លួនមិនស្អាតមុខមិនសូវស្អាតទេកូនខ្មាស់គេអត់ទេមុខយើងបែបណាក៏យើងនៅតែជឿជាក់ស្រឡាញ់អ្វីដែលជារបស់ខ្លួនយើងជឿខ្ញុំទៅបងប្អូនដូចខ្ញុំអញ្ចឹងខ្ញុំមានអារម្មណ៍ថាខ្ញុំជ្រួញច្រើនប៉ុន្តែខ្ញុំនៅជឿជាក់ទោះបីជាខ្ញុំអាក្រក់ក៏ដោយទំនឹកឃើញអានេះស្អាតចុះថ្ងៃ